បដូរជីវភាពពីកសិករធ្វើស្រែចម្ការមកលក់ម្ហូបអាហារនៅក្នុងតំបន់ទេសចរណ៍នេះគឺជាជីវិតពិតរបស់គ្រួសារកសិករមួយដែលគាត់អាចផ្លាស់ប្ដូរជីវភាពខ្លួនឯងតាមរយៈការលក់ម្ហូបអាហារនៅក្នុងតំបន់ទេសចរណ៍បែបសហគមន៍ហើយសហគមន៍គឺចូលរួមចំណែកធំមែនទែននៅក្នុងការជួយលើកស្ទួយជីវភាពរបស់ពួកគាត់ណាហើយដូចបងស្រីមាននេះគឺគាត់មានលក់ជាម្ហូបអាហារបែបគេហៅថាម្ហូបកំងនៅតាមតំបន់របស់គាត់គេហៅថាទឹកធ្លាក់ជ្រាវអ្នកដែលធ្លាប់ទៅលេងនៅខាងទឹកធ្លាក់ជ្រាវក្នុងឃុំអមលៀងនៅខេត្តកំពង់ស្ពឺប្រកាសជាដឹងហើយនៅហ្នឹងគឺមានទឹកធ្លាក់រហូតដល់ទៅ7ជាន់ហើយសម្រាប់បងស្រីមានគាត់មានកញ្ចុះរបស់គាត់ដូចជាមានទឹកធ្លាក់នៅជាន់ទី2និងជាន់ទី3អញ្ចឹងអ្នកទាំងអស់គ្នាកំងម្ហូបអាហារកន្លែងគាត់អញ្ចឹងទៅគឺគាត់មាន free ជាកញ្ចុះឲ្យយើងអង្គុយហើយគាត់មានជាប្រភេទមន់ដុតមានមន់អីចឹងណាដូចអ្នកទាំងអស់គ្នាបានឃើញនេះអញ្ចឹងហើយយើងដើរលេងមិនថាចិត្តមិនថាឆ្ងាយទេកុំភ្លេចដាក់ជាមួយនឹង Cambodia Live តាមខ្លួនណាដាក់ជាមួយនឹងម្ហូបអាហារបែបចេះទៀតគឺត្រូវគ្នាណាជាពិសេសគឺត្រូវជាមួយនឹងគេហៅថាបរិយាកាសបែប chill បែបធម្មជាតិទៀតគឺដឹងតែអេមនិយាយថាពីជាតិហ្មងសម្រាប់ Cambodia Live នេះរូបរាងស្អាតទាន់សម័យរសជាតិស្រាលសទន់ឆ្ងាញ់និងមានជាតិអាល់កុលត្រឹមតែ 4% តែប៉ុណ្ណោះហើយបើបានដាក់ class C តិចទៀតដឹងតែជាតិហ្មងព្រោះអីរសជាតិវាស្រាលសទន់ស្រួលលេបមែនតើសម្រាប់ Cambodia Live គឺគេប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា Ultra Filter ធានាបាននៅក្លិននិងរសជាតិស្រស់សម្រាប់បាននៅកម្រិតជាតិអាល់កុលតិចត្រឹមតែ 4% តែប៉ុណ្ណោះហើយសម្រាប់បងស្រីមាននេះគឺគាត់មានលក់ម្ហូបអាហារបែបកំងច្រើនមែនតើហើយសម្រាប់មាន់របស់គាត់អាមាន់តូចហ្នឹងតម្លៃត្រឹមតែ 40000 រៀលទេហើយសម្រាប់មាន់ធំមាន 50000 រៀលអីចឹងទៅជាប្រភេទមាន់ស្រែណាគាត់ទិញនៅតាមសហគមន៍គាត់ទិញទៅតាមភូមិតាមអីចឹងទៅដូចប្រភេទកសាំងទៀបហ្នឹងក៏គាត់ទិញពីអ្នកស្រុកអ្នកភូមិដែលគាត់ដើរបេះដើរអីចឹងទៅមានសាច់គោមានអីចឹងណាគាត់មិនមែនថាធ្វើខ្លួនឯងដាំខ្លួនឯងទាំងអស់ទេដូចមាន់អីហ្នឹងគាត់មានចិញ្ចឹមខ្លួនឯងផងគាត់ទិញពីគេផងព្រោះអីរយរៀងរាល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យនេះគឺភ្ញៀវច្រើនមែនតើហើយទៅលេងទឹកធ្លាក់ជ្រាវគឺមានដល់ទៅ7ជាន់ណាអ្នកនរគ្នាអាចទៅបានពីមួយជាន់ទៅមួយជាន់ទេសភាពស្អាតផ្សេងគ្នាអញ្ចឹងទៅហើយសម្រាប់ម្ហូបដែលខ្ញុំកំងគាត់នឹងមានជាប្រភេទមាន់ដុតមានស្ងោរជ្រក់សាច់គោមានឆាកសាំងទៀបមានអីណាហើយអ្វីដែលខ្ញុំចាប់អារម្មណ៍មួយទៀតគឺគាត់ប្រើប្រាស់ជាមួយនឹងស្លឹកចេកសូម្បីតែបាយរបស់គាត់គឺខ្ចប់ជាមួយនឹងស្លឹកចេកដាក់ធ្លាប់ជាមួយស្លឹកចេកកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកនៅក្នុងតំបន់ទេសចរយើងក៏វាជួយបានមួយផ្នែកដូចគ្នាហើយម្ហូបអាហារដែលគាត់ធ្វើហើយណាគាត់ដាក់នឹងកត្រកអញ្ចឹងស្ពាយពីក្រោយខ្នងជិះម៉ូតូឡើងយកឲ្យយើងដល់លើអញ្ចឹងនេះគឺជាជីវិតពិតរបស់អាជីវករដែលគាត់លក់ដូរជាម្ហូបអាហារនៅក្នុងតំបន់ទេសចរទឹកធ្លាក់ជ្រាវខ្ញុំគិតថាអ្នកទាំងអស់គ្នាបើសិនជាមានពេលអាចទៅដើរលេងនៅក្នុងស្រុកយើងឲ្យបានច្រើនជាពិសេសគឺតំបន់ទេសចរបែបសហគមន៍បែបចេះព្រោះអីកាលណាដែលយើងចូលរួមទាំងអស់គ្នាអញ្ចឹងទៅសេដ្ឋកិច្ចនៅក្នុងតំបន់សេដ្ឋកិច្ចក្នុងប្រព័ន្ធរបស់ពួកគាត់ជាពិសេសសេដ្ឋកិច្ចនៅក្នុងសហគមន៍ហ្នឹងគឺនឹងរីកចម្រើនហើយពួកគាត់ក៏អាចមានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតបន្តទៀតអញ្ចឹងទៅដែលអាចជួយកាត់បន្ថយការចំណាក់ស្រុកទៅក្រៅប្រទេសដើម្បីស្វែងរកការងារធ្វើអានេះគ្រាន់តែជាគំនិតរបស់ខ្ញុំមួយណាអញ្ចឹងសម្រាប់ព័ត៌មានលម្អិតតាក់ទងជាមួយនឹងបងស្រីមានបើសិនជាអ្នកទាំងអស់គ្នាចង់កំងម្ហូបគាត់មុនក៏បានដែរអាចខលតកក់គាត់បានហើយព័ត៌មានលម្អិតបន្ថែមខ្ញុំនឹងតម្លាក់ជូននៅក្នុង comment វីដេអូខាងក្រោមហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀត